ជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នាជាដំបូងខ្ញុំសូមអភ័យទោសបើខ្មែរខ្ញុំអត់សូវច្បាស់ប៉ុន្តែខ្ញុំនឹងខំប្រឹងបកស្រាយអ្វីដែលខ្ញុំគិតថាអ្នក content creator មួយចំនួនគាត់បានបង្កើតការបំលាច់ប្រជារាស្ត្រខ្មែរយើងធ្វើឲ្យខ្លាចពីរឿង ICE ទី1ចំណុចសំខាន់គឺខ្ញុំចង់និយាយថាឥឡូវនេះ AI ជាប្រភពមួយដែលធ្វើឲ្យការចម្បុកច្បងរត់តែខ្លាំងឡើងថែមទៀតបើបងប្អូនមើលវីដេអូបងប្អូននឹងឃើញថាមានគេបង្កើត AI video of ICE ចាប់មនុស្សคล้ายដែលនោះជាមិនមែនជាការពិត so ហេតុនេះហើយទី1បងប្អូនត្រូវតែចេះមើលថាតើវីដេអូហ្នឹងជាវីដេអូពិតឬមួយវីដេអូคล้ายទី2គឺICE ការបញ្ញត្តិប្រជារាស្ត្រខ្មែរយើងឲ្យខ្លាចរត់តែខ្លាំងឡើងថែមទៀតអង្គការ ICE បង្កើតឡើងតាំងពីឆ្នាំ2003មិនមែនទៅដែលបង្កើតឡើងឥឡូវនេះទេឆ្នាំ2003ច្បាប់ដែលប្រើអូខេ the Penal Code the Immigration Law ដែលបង្កើតដែលចាប់ deport ប្រជារាស្ត្រទៅវិញគឺបង្កើតឡើងដោយ by Clinton President Clinton បង្កើតតាំងពីឆ្នាំហ្នឹងបន្ទាប់មកទៀតគឺថាខ្មែរយើងដែលត្រូវគេចាប់បញ្ជូនទៅស្រុកខ្មែរវិញច្រើនជាងគេបង្អស់នៅចំនួនObama administration បើអស់លោកចង់ឃើញចំនួនខ្មែរដែលត្រូវគេចាប់ទៅវិញទាំងអស់នៅមួយចំនួនមួយឆ្នាំសូមអស់លោកទៅ website www.ice.gov នៅក្នុងហ្នឹងគេឲ្យនេត្រាគេហៅ fiscal ហ្នឹងគឺមានថាលេខលេខទាំងអស់រាល់ឆ្នាំតើគេចាប់មនុស្សប្រមាណអ្នកហើយគេបញ្ជូនមនុស្សទៅប្រមាណអ្នកនៅក្រមជំនាន់អូបាម៉ាមានខ្មែរយើង1900នាក់ទាំងអស់ជំនាន់ហ្នឹងគេហៅជំនាន់ពេលគាត់ជាប្រធានាធិបតី1900នាក់ដែលត្រូវគេចាប់បញ្ជូនទៅស្រុកខ្មែរវិញប៉ុន្តែខ្ញុំអត់មានឃើញបងប្អូនខ្មែរយើងគាត់មានភាពខ្លាចដូចឥឡូវនេះទេដល់ឥឡូវនេះខ្មែរយើងត្រូវគេចាប់បញ្ជូនមិនទាន់បាន10នាក់ផងតែផ្អើលខ្លាចមហាសែនខ្លាចមែនទែនចំណុចសំខាន់គឺថាបើអ្នកជា US citizen សញ្ជាតិគឺអ្នកអត់ចាំបាច់ខ្លាច ICE ពីព្រោះនៅដូចឥឡូវយើងនិយាយចេះចុះពេលប៉ូលីសភួរយើង over ពេលប៉ូលីសភួរយើង over ទាញយើងគេសួរយើងរកអីគេ ID and registration and insurance right ពេលគេធ្វើការគេឲ្យគេ verify នៅក្នុង system គេមាន computer គេនៅក្នុងឡានណាគេ verify ថាអូខេណែឯងមាន insurance ហើយអូខេណែឯងអត់ដែលមាន record អីទាំងអស់អញ្ចឹងគេឲ្យយើងទៅគេប្រឡែង the same with ICE process ICE មុននឹងគេចូលទៅចាប់អ្នកណាគេម្នាក់គេសិតតែមានដីកាពី court អូខេតុលាការថាអ្នកនេះយើងបានបញ្ចេញដីកាតាំងពីឆ្នាំនេះហើយតែគេអត់មកឡើងតុលាការមកតវ៉ាក្តីពីព្រោះតុលាការនៅសហរដ្ឋអាមេរិកគេមានច្បាប់គឺគេយកជាធំហើយអ្នកទាំងអស់ដែល ICE កំពុងតែចាប់ហ្នឹងគេបានឲ្យឱកាសម្ដងហើយម្ដងទៀតសម្រាប់មកតវ៉ានៅតុលាការ ICE គាត់ទៅអូខេគាត់ទៅដូចឥឡូវទៅផ្ទះលោកដូចម្នាក់មួយដែលទៅចាប់លោកតាមួយដែលគេចាប់ហ្នឹងណាអូខេអ្វីដែលសារព័ត៌មានអត់បញ្ចេញឲ្យឃើញច្បាស់លាស់គឺដោយសារគាត់បាន address គាត់មានគេហៅ criminal 2នាក់ហ្នឹងចាប់រំលោភសម្លាប់ហើយធ្វើបាបក្មេងអូខេពី criminal 2នាក់ហ្នឹង illegal ហើយនៅក្នុងផ្ទះជាមួយគាត់ដល់ពេលគេទៅដល់ផ្ទះគាត់គេគោះទ្វារគេមិនដឹងថាតើគាត់ criminal ដែលគេកំពុងតែចង់ចាប់ហ្នឹងឬមួយអ្នកដែលអត់គេសុំឲ្យគាត់ provide ID គេ verify នៅក្នុង system ដូចប៉ូលីសចឹងគេចូលទៅក្នុង system គេហើយគេ verify គេបញ្ជាក់ថាអូយើងមិនមែនជាអ្នកដែលគេរនឹងទេអូខេគាត់អត់ព្រមឲ្យគេគាត់តវ៉ាហើយគាត់មិនព្រមឲ្យហើយវាចំណុចសំខាន់ទៀតគឺថាពួកបាតកម្មនៅខាងក្រៅធ្វើឲ្យការគេធ្វើការ ICE ធ្វើការរឹតតែពិបាកឡើងថែមទៀតពេលជំនាន់អូបាម៉ាពេល
ពេលគេចាប់ខ្មែរយើង1900នាក់អត់មានឃើញចលាចលដូចចេះមានខ្មែរមានប្រជារាស្ត្របដកម្មទៅវាយផ្ទះទៅវាយអត់ទេស្ងាត់ដូចចៅគេបេះចឹងឯងដល់ចឹងទៅដល់ពេលគាត់អត់ព្រមឲ្យកដាស់ស្នាមទៅគេICE គេមានសម្ពាធពីព្រោះដោយសារមានមនុស្សបដកម្មនៅខាងក្រៅច្រើនពេកគេមានតែយកគាត់បដោះផ្សំទៅដាក់ក្នុងឡានហើយគេបើកជុំវិញផ្ទះហ្នឹងគេ verify មានន័យថាបញ្ជាក់ថាគាត់ហ្នឹងមិនមែនជាមនុស្សដែលគេចង់បានទេព្រោះអ្នកដែលគេចង់បានគឺ2អ្នកទៀតដែលនៅក្នុងផ្ទះគាត់ហ្នឹងអូខេដល់អញ្ចឹងទៅដល់គេ verify ឲ្យថាគាត់មិនមែនអ្នកដែលគេចង់បានគេប្រឡែងគាត់ទៅព្រោះគេមាន computer របស់គេនៅក្នុង system នៅក្នុងឡានដែលគេបញ្ជាក់បើយើងអត់មានធ្វើអីខុសយើងកុំខ្លាចឲ្យសោះហើយច្បាប់មួយទៀតនេះជាច្បាប់ដែលខ្ញុំចង់ឲ្យបងប្អូនខ្មែរយល់ឲ្យច្បាស់អូខេបើយើងជាសញ្ជាតិUS citizens you have your United States US citizen ណាគេមាន system នៅក្នុងឡានគេដែលគេ check មើលឃើញភ្លាមថាយើងជា US citizen ប៉ុន្តែបើយើង hold green card បើយើងគ្រាន់តែជា green card holder ច្បាប់នៅសហរដ្ឋអាមេរិកនេះខ្ញុំអានឲ្យច្បាស់ឲ្យបងប្អូននេះពីព្រោះ you can go into the immigration website ច្បាប់នេះគេចែងឲ្យយើងឲ្យយល់ទៀតគេថាចេះអូខេ let me អានឲ្យច្បាស់គេ says the US federal law the requirement comes from section 264E of the Immigration and Nationality Act. Okay, that's INA. And INA codified at 8 US .C 1034E. It says what it says plainly. Meaning every non-citizen, meaning net diamond mention cheat, okay, age 18 or older, must carry their immigration registration document at all time. មានន័យថាអ្នកដែលមាន green card ត្រូវទៅណាត្រូវតែយក green card ទៅតាមរហូតទោះបីជាយើងមាន ID ក៏ដោយ so ហេតុនេះ it says failure មានន័យថាបើយើងអត់មាន green card ជាមួយ failure to do so is a federal misdemeanor punishable by a fine jail time up to 30 days or both នោះជាច្បាប់មួយដែលគេចេញសហរដ្ឋអាមេរិកគេយកច្បាប់ជាធំហើយទី2គឺគេថា you cannot profile ហ្នឹងមានន័យថាអូគ្រាន់តែឃើញអ្នកនឹងដូច Mexican ឬមួយអីចឹងយើងសង្ស័យថាអូអ្នកនឹង illegal you cannot profile them under the fourth amendment បើយើង profile គេខាង ICE អាចយើងអាចប្តឹង ICE ឡើងតុលាការបាន so ហេតុនេះហើយICE គេធ្វើការប្រយ័ត្នណាស់ពីព្រោះគេមិនចង់ឲ្យត្រូវគេប្តឹងហើយគេធ្វើតាមច្បាប់ទៀតប្រទេសមានច្បាប់ត្រូវយល់ឲ្យច្បាស់ចំណុចសំខាន់ទៀតបងប្អូនមើលទៅថាសហរដ្ឋអាមេរិកវាមាន50រដ្ឋប៉ុន្តែហេតុអីបានមានតែបញ្ហានៅរដ្ឋ Minnesota បើយើងយល់ឲ្យច្បាស់ការពុករលួយធ្វើឲ្យប្រទេសលងធ្វើឲ្យប្រទេសមានភាពកៅហៅស្មារភាពធ្វើឲ្យ human មានការលក់មនុស្សលក់អាភៀន so ហេតុនេះ Minnesota គេកំពុងតែ investigate មានគេហៅ fraud ខ្លាំងជាងគេបង្អស់នៅគ្រប់50រដ្ឋនេះដល់ពេលគេកំពុងតែ investigate fraud ហ្នឹងពួកក្រុមបាតកម្មដែលគេថាយកឈ្មោះជា ICE មកហ្នឹងគឺគេអ្នកសារមួយព័ត៌មានមួយចំនួនដែលគេហៅខ្មែរ content creator បញ្ញត្តិខ្មែរយើងរត់តែឲ្យខ្លាំងខ្លាចថែមទៀតច្បាប់ទាំងអស់ខ្ញុំនឹងដាក់ឲ្យបងប្អូនអានឲ្យច្បាស់លាស់ថា ICE គេមិនមែនចេះតែ randomly ចោះទៅចាប់យើងទេគេចាប់តែពេលណាគេមានដេកាច្បាស់លាស់របស់គេថានេះជាមនុស្សដែលក្នុងឡានរបស់គេដែលគេអាចបញ្ជាក់ឃើញបានភ្លាមដូចប៉ូលីសពេលគេទាញភួរយើង over គេយក driver license យើងហើយគេយក registration យើងគេ check នៅក្នុង system គេឃើញ the same with ICE គេមាន system របស់គេ check នៅក្នុងឡានតែមួយ plate ទេគេឃើញហើយប៉ុន្តែដោយសារការបដកម្មនេះធ្វើឲ្យរអាក់រអួល ICE ក៏មិនអាចគេហៅធ្វើការបានដែលតាមគេហៅរបៀប system របស់គេso ដូចអ្នកបដកម្មមួយចំនួនគេហៅបង្អើបន្លាចបជាប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យបងប្អូនយល់ឲ្យច្បាស់គឺថាបើយើងជា green card holder
យើងត្រូវតែកាន់ green card ហ្នឹងគ្រប់កន្លែងនោះជាច្បាប់របស់សហរដ្ឋអាមេរិកបើយើងអត់មាន green card បញ្ជាក់គេទេពេលគេសួរយើងគេចាក់គេភួរយើង over គឺគេអាចដាក់គុកយើង30ថ្ងៃឬមួយគេឲ្យយើង misdemeanor នោះជាចំណុចសំខាន់ប៉ុន្តែបើយើងជាសញ្ជាតិគេហៅreal ID យើងហ្នឹងsystem ថ្មីដែលគេហៅ real ID វា link ជាមួយ passport យើងហើយក៏វា link ជាមួយ US citizen យើងគេគ្រាន់តែយក real ID យើងហើយគេ check នៅក្នុង system គេដឹងភ្លាមថាយើងជា US citizen ហើយយើងបានបំពេញច្បាប់ប្រមាណដងធ្វើនេះប្រមាណដងមាន traffic violation ប្រមាណគេមើលឃើញទាំងអស់ភ្លាម so ហើយនេះបើបងប្អូនដឹងច្បាប់បងប្អូនមិនខ្លាចទេហើយបើបងប្អូនអត់បានបំពេញច្បាប់បងប្អូនអត់បានសម្លាប់អ្នកណាគេបងប្អូនអត់បានជួញអាភៀនបងប្អូនអត់មានលក់មនុស្សបងប្អូនមិនបាច់ខ្លាចទេធ្វើឲ្យគេពិបាកពេលយើង refuse ដោយតាហ្នឹងពេលគេទៅដល់ហើយគាត់ refuse គាត់មិនព្រមឲ្យ ID ក៏មិនអីគេអត់មានជំរើសគេមានតែចាប់គាត់ចូលទៅដាក់ឡានសិន verify ហើយបានតម្លាក់គាត់មកវិញពីព្រោះមនុស្សដែលគេត្រូវការគឺមនុស្ស2នាក់ដែលសម្លាប់មនុស្សដែលចាប់រលូតក្មេងហើយអ្នកដែលបាតកម្មហ្នឹងគឺសិតតែចង់ការពារពួកចោរពុករលួយទាំងអស់គេមាន system ដូចគេមានបើយើងចេះយើងចង់ដឹងថាអ្នកដែល ICE កំពុងតែចង់ចាប់ហ្នឹងយើងទៅ www.ice.gov យើងវាយឈ្មោះICE កំពុងតែនេះហ្នឹងគេនឹងដាក់ថាតើអ្នកនឹងបំពេញច្បាប់ប្រមាណហើយគេចេញដេកាតឡាការប្រមាណដងដែលកោះហៅអ្នកនឹងប្រមាណដងនោះហើយដែលធ្វើកុំឲ្យបងប្អូនខ្លាចបន្តទៅទៀតពីព្រោះ AI ហើយនឹងខ្មែរ content creator យើងមួយចំនួនដែលគាត់អត់ដឹងច្បាប់ត្រឹមត្រូវគាត់ចេះតែបង្កើតវីដេអូបញ្ញត្តិបំលាចបងប្អូនខ្មែរយើង so stay tuned បើបងប្អូនពេញចិត្តវីដេអូមួយនេះដែលខ្ញុំនិយាយបងប្អូន comment below ប្រាប់ថាចង់ឲ្យខ្ញុំនិយាយបង្ហាត់បង្រៀនបងប្អូនទៀតខ្ញុំនឹងដាក់ច្បាប់មួយឲ្យនេះពីព្រោះខ្ញុំអ្នកសិក្សាខាង policy ហ្នឹង so ខ្ញុំដឹងច្បាស់ប៉ុន្តែគាត់ថា video content ខ្ញុំមួយដែលខ្ញុំបង្កើតគឺសិតតែនៅភាសាអង់គ្លេសទាំងអស់អត់មានភាសាខ្មែរទេ so ហេតុនេះខ្ញុំមានអ្នកដែលគ្រប់គ្រងអ្នកដែលមើលគឺសិតតែអ្នកគេហៅ American ដែលគាត់តាមដាននៅក្នុង Cambodian American Republican website មានបងប្អូនមាន American ដែលមើលអានច្រើនហើយនៅក្នុង Cambodian American Conservative ក៏មាន American មើលខ្ញុំច្រើនប៉ុន្តែខ្ញុំអត់បង្កើតវីដេអូដែលនិយាយភាសាខ្មែរនេះជាលើកដំបូងហើយជាយូរទៀតពីព្រោះរាល់ដងពេលខ្ញុំបង្កើតវីដេអូវាត្រឹមតែ3នាទីទៅ5នាទីពីព្រោះភាសាអង់គ្លេសវាងាយស្រួលដល់ពេលខ្មែរយើងត្រូវតែនិយាយក្បោះក្បាលឲ្យបងប្អូនខ្មែរយើងយល់ so ខ្ញុំនឹងដាក់ច្បាប់អូខេពេលអ្នកដែលមាន green card អ្នកដែលបាន green card ដំបូងគេមានអាកដាស់ហ្នឹងនៅខាងក្រោយគេបាននិយាយ 100% ច្បាស់លាស់ថាអ្នកត្រូវតែកាន់ green card នេះគ្រប់កន្លែងហើយទោះបីជាយើងមាន ID ក៏ដោយក៏យើងត្រូវតែកាន់ green card ហ្នឹងដែរប៉ុន្តែបើយើងជាសញ្ជាតិ US citizen យើងមិនបាច់ចាំកាន់កាន់តែ ID ទៅគេ check នៅក្នុង system បានហើយវីដេអូបន្តមួយទៀតខ្ញុំនឹងចង់និយាយពីព្រោះមានបងខ្មែរមួយគាត់សួរខ្ញុំថាតើបើយើងមានសញ្ជាតិហើយគេអាចដកហូតសញ្ជាតិយើងបានឬមួយអត់គេអាចដកហូតបានហើយខ្ញុំនឹងដាក់ច្បាប់ឲ្យឃើញថាហេតុអីបានគេដកហូតសញ្ជាតិយើងបាន Thank you for watching this video អរគុណច្រើនបងប្អូនខ្មែរទាំងអស់គ្នា Have a wonderful day